សួរថាចេះចំនួនព្រះការដែលប្រពុតគង់នៅនឹងមានព្រះរហន្តអីជាច្រើនហ្នឹងហើយមានប្រពុតជាប្រមុខអីហ្នឹងជាដើមហ្នឹងថាចំនួនព្រះហ្នឹងការធ្វើបន់ហ្នឹងនិយាយពីរឿងធ្វើបន់ចុះពុទ្ធបរិស័ទដែលជាអ្នកមានសទ្ធាឧបាសកឧបាសិកាអ្នកធ្វើបន់តើគេមានអាចារ្យដេញវេលាដេញអីថ្ងៃនេះថ្ងៃនោះល្អថ្ងៃនេះមិនល្អអត់ហើយការធ្វើបន់របស់គេនឹងមានអាចារ្យដែរឬអត់មានអាចារ្យទៅចាត់ចែងធ្វើនេះធ្វើនោះវេផាត់វេអីដោយអត់ឬក៏ម្ចាស់ដើមទានវិធីណាបន់គេចាត់ចែងធ្វើដោយខ្លួនឯងអត់មានអាចារ្យអញ្ចឹងគេចេះធ្វើដោយខ្លួនឯងឬក៏យ៉ាងម៉េចហើយបើគ្មានហើយចុះរឿងអាចារ្យបើសិនចំនួនព្រះអត់មានអាចារ្យចាត់ចែងដោយសពថ្ងៃនេះទេមានតែសម័យខ្លួនអ្នកធ្វើបន់គោសម័យខ្លួនអ្នករវេលាធ្វើគោសម័យខ្លួនអញ្ចឹងទៅចុះចំនួនព្រះហើយចុះការកកើតអាចារ្យចាត់ចែងធ្វើបន់ដែលជាឧទាហរណ៍ថាបច្ចុប្បន្នសប្តាហ៍ថ្ងៃហ្នឹងតើចំនួនអាចារ្យធ្វើបន់កើតចេញពីពេលណាមកពុទ្ធចាត់ចែងឲ្យមានអាចារ្យឬក៏ជាប្រពៃណីបុរាណគេចាត់ចែងមកឲ្យមានអាចារ្យដល់សប្តាហ៍ថ្ងៃហ្នឹងហើយអញ្ចឹងតើពុទ្ធកើតអាចារ្យកើតពីចំនួនពុទ្ធឬក៏ទើបកើតសប្តាហ៍ថ្ងៃហ្នឹងរឿងអាចារ្យដេញវេលាអាចារ្យហ្នឹងឬក៏កើតតាមប្រពៃណីអ្នកប្រាជ្ញចាត់ចែងមកអញ្ចឹងសូមអរគុណច្រើនបងអូនបើមានពេលជួយសួរលោកគ្រូសានវិជាឲ្យបងផងហើយផ្ញើឲ្យបងស្ដាប់វិញផងជូនពរសុខភាពល្អទាំងក្រុមគ្រួសារបាទឥឡូវខ្ញុំទទួលសំណួរបានហើយតាមរយៈបងអូនស្រីរបស់ខ្ញុំអញ្ចឹងអ្នកសួរចង់ដឹងថាអាចារ្យដូចសពថ្ងៃដែលដេញវេលាឬក៏នាំសូត្រធម៌ហ្នឹងមានតាំងពីសម័យពុទ្ធកាលឬអញ្ចឹងចម្លើយឆ្លើយខ្លីថាសម័យពុទ្ធកាលមិនមានទេតាមដែលសិក្សាតាមគម្ពីរដីកាមកមិនមានឃើញវគ្គណាកន្លែងណាដែលថាមានអ្នកនាំសូត្រធម៌ឬក៏អ្នកនាំវេថាតាមអីហ្នឹងអត់ទេពីព្រោះគេចេះបំពេញបុណ្យដោយខ្លួនឯងអញ្ចឹងណាមានតួយ៉ាងដូចជានៅក្នុងរឿងប្របាទពឹងវិសាដែលធ្វើបុណ្យឧទ្ទិសចំពោះពពួកញាតិហ្នឹងมันមានការរៀបចំថាម៉ោងណាត្រូវវេត្រូវអីទេអត់ទេធ្វើលើកទី1ហ្នឹងมันបានឧទ្ទិសចឹងទៅក៏ពពួកញាតិมันបានទទួលចឹងទៅបានធ្វើលើកទី2ក៏ព្រះបាទពឹមពិសាហ្នឹងឧទ្ទិសដោយព្រះអង្គឯងនឹងចឹងហ្នឹងដែលគេធ្វើចំពោះសាច់ញាតិដែលនៅក្នុងបរលោកនោះហើយទីតីក្រៅពីការធ្វើទានឧទ្ទិសចំពោះអ្នកដែលចែកឋានគឺគេជ្រះថ្លាដោយខ្លួនឯងទានទាំងឡាយកើតឡើងពីការជ្រះថ្លាឧទាហរណ៍ថាអ្នកខ្លះហ្នឹងគេទៅស្ដាប់ធម៌ហ្នឹងមិនតន់ជ្រះថ្លាទេដល់តែមានសេចក្តីជ្រះថ្លាចប់ពធទេសនាក៏គេខិតចូលទៅខាងមុខទៅក៏រតនានិមន្តព្រះអង្គដើម្បីទទួលចង្ហាន់ក្នុងថ្ងៃស្អែកចឹងទៅមានរឿងដ៏ច្រើនបញ្ជាក់អញ្ចឹងបាទហើយពេលដែលនិមន្តព្រះអង្គទៅឆាន់ហ្នឹងក៏មិនមានឃើញថាគេត្រូវនមស្ការថ្វាយបង្គំព្រះសិនរួចហើយបានសមាទានសិលរួចហើយបានប្រគេនចង្ហាន់អីដោយរបៀបដែលយើងធ្វើនេះក៏អត់ដែរហ្នឹងហើយក្នុងប្រសូតដ៏ច្រើនហ្នឹងគឺគ្រាន់តែថានិមន្តព្រះអង្គទៅដល់ហើយធ្វើកិច្ចគួសមថ្វាយបង្គំផ្ទាល់ដោយកាយចឹងទៅហើយក៏និមន្តព្រះអង្គមកគង់ឆាន់ទៅនៅពេលដែលព្រះអង្គឆាន់រួចហើយក៏គេកាន់អាសនៈសម្រាប់អង្គុយហ្នឹងទៅពាក្យកិត្តនឹងព្រះអង្គដើម្បីស្ដាប់ពធទេសនាអញ្ចឹងណាអានឹងដែលប្រវត្តិរឿងរ៉ាវយើងឃើញមានក្នុងប្រសូតក្នុងអត្ថកថាដ៏ច្រើនហ្នឹងគឺអញ្ចឹងมันមានកិច្ចអីញែញ៉ៃច្រើនទេហើយពីកម្មវិធីធំហ្នឹងមានតែប្រមាណលើកប៉ុណ្ណោះដូចជានៅក្នុងអសតិសទានអីចឹងក៏កើតឡើងដោយការរៀបចំរបស់នាងម៉ាឡិកាជាមហេសីរបស់ព្រះបាទបសិណតិកោសលចឹងទៅម្យ៉ាងទៀតនៅក្នុងពាក្យថាអាចារ្យហ្នឹងពាក្យបាលីដើមហៅថាអាចរិយៈហ្នឹងប្រែថាគ្រូអ្នកព្រានបដៅអ្នកបង្វឹកបង្ហាត់
ចរិយាមាយាទឬក៏ខ្លួនផ្ទាល់ហ្នឹងជាអ្នកប្រព្រឹត្តល្អក៏ហៅថាអាចារ្យដែរប៉ុន្តែបើបុគ្គលដែលគេហៅអាចារ្យកាលសម័យនោះគឺសំដៅដល់គ្រូជាគ្រូបង្រៀនណាហ្នឹងហើយសូម្បីតែគ្រូនៅក្នុងសាកលវិទ្យាល័យហ្នឹងក៏គេហៅអាចារ្យដែរវាឧទាហរណ៍ថាអាចារ្យតិសាប្រមោកអីចឹងណាអាចារ្យតិសាប្រមោកមកពីពាក្យថាទិសហើយនឹងប្រមោខៈតិសាទិសទាំងឡាយហ្នឹងហើយប្រមោខៈហ្នឹងជាធំមានន័យថាមកពីទិសទាំងឡាយ4ហ្នឹងគឺអាចារ្យហ្នឹងធំជាងគេហៅថាអាចារ្យតិសាប្រមោកដោយឡែកនៅក្នុងព្រះពុទ្ធសាសនាអាចារ្យបានបែងចែកជា5ទី1ហៅថាបព្វជិចានឹងបព្វជិណាបព្វជិចាអាចារ្យបំពោះសាមណេរណាដូចជាបព្វជិបេខៈអ្នកទៅបួសជាសាមណេរហ្នឹងគឺព្រះភិក្ខុលោកបំពោះក៏ល្បុតឲ្យទៅជាសាមណេរហ្នឹងហៅថាបព្វជិចាអាចារ្យអ្នកបំពោះហ្នឹងគឺជាបព្វជិតអាចារ្យហ្នឹងមិនមែនកុហកទេជាគ្រូដែលបំពោះក៏ល្បុតឲ្យទៅជាសាមណេរហៅថាបព្វជិចាហើយអាចារ្យមួយទៀតហៅថាឧបសម្បទាចាឧបសម្បទាចាប្រែថាអាចារ្យអ្នកឲ្យឧបសម្បត្តិឬក៏បំពេញឧបសម្បទាឲ្យអ្នកដែលត្រូវឡើងជាភិក្ខុភាវៈដោយញត្តិចតុតកម្មវាចាក្នុងព្រះវិន័យណាអញ្ចឹងភិក្ខុអ្នកសូត្រញត្តិហ្នឹងបើយើងคลายមកថាសូត្រញត្តិប៉ុន្តែតាមពិតសូត្រញត្តិហ្នឹងញត្តិដោយចតុតកម្មវាចាក្នុងសីមាហ្នឹងឲ្យសាមណេរឡើងទៅជាភិក្ខុហ្នឹងហៅថាឧបសម្បទាចាហ្នឹងក៏ជាភិក្ខុដែរមិនមែនក្រហោះទេក្រហោះមិនអាចទៅធ្វើជាឧបសម្បទាចាឬក៏បព្វជិចានឹងបានទេហើយមួយទៀតហៅថាឧទេសាចាគឺគ្រូអ្នកបង្រៀនណាអ្នកបង្រៀនឡើងនៅឧទេសផ្សេងជាពិសេសគឺបង្រៀនភាសាបាលីអីជាដើមហ្នឹងមានវិយាករណ៍ឬក៏ប្រែបាលីអីហ្នឹងហៅថាឧទេសាចាហើយអាចារ្យមួយទៀតនោះហៅថានិស្សយាចាមានន័យថាអាចារ្យអ្នកឲ្យនិស្ស័យហ្នឹងហើយឲ្យនិស្ស័យដល់ភិក្ខុសាមណេរដែលទៅសុំលោកជាគ្រូអាចារ្យដើម្បីបានបង្រៀននៅអភិសមាចារ្យអីជាដើមណាពីព្រោះសាមណេរអីហ្នឹងបើកាលណាមិនសុំនិស្ស័យអាចារ្យដូចជាលោកមិនមែនកុហកទេដើម្បីឲ្យមកព្រានបដៅលោកទេបើជាសាមណេរហ្នឹងគឺត្រូវទោសក្នុងមួយថ្ងៃមួយហើយចុងក្រោយនោះគឺធម្មាចារ្យហ្នឹងគឺអ្នកបង្រៀនធម៌បង្រៀនប្រសូតក្តីបរៀនព្រះអភិធម្មក្តីហៅថាធម្មាចារ្យឬក៏បង្រៀននៅសិលសាស្ត្រផ្សេងផងដែរហ្នឹងហើយអញ្ចឹងសរុបមកពាក្យថាអាចារ្យនេះគឺប្រែថាគ្រូអញ្ចឹងណាប្រែថាគ្រូហើយសួរថាអាចារ្យដេញពលាអាចារ្យនាំសូត្រធម៌រាល់ថ្ងៃហ្នឹងរាប់ចូលក្នុងនឹងទេថាអត់ឃើញមានរាប់ចូលទេហ្នឹងហើយពីព្រោះនាំសូត្រធម៌ក៏មិនឃើញជាបង្រៀនអីនឹងនាំសូត្រធម៌នាំទៅវេអីចឹងទៅប៉ុន្តែខ្ញុំបានមើលនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាអាចារ្យយើងសពថ្ងៃហ្នឹងគឺคล้ายមកពីអារាមិកជនអញ្ចឹងណាហើយអារាមិកជនហ្នឹងមានតាំងពីសម័យពុទ្ធកាលទេថាមានអារាមិកជនហ្នឹងមានន័យថាជាជនដែលជួយមើលការខុសត្រូវក្នុងវត្តអារាមហ្នឹងហើយជួយបោសសម្អាតជួយមើលការខុសត្រូវសាងសង់ឬក៏
ជួយបម្រើខ្នះខ្នែងភិក្ខុសាមណេរក្នុងវត្តណាហ្នឹងហើយពីដើមជាអារាមិកជនអញ្ចឹងគ្រាន់តែថាជួយខ្នះខ្នែងក្នុងវត្តទៅហើយអារាមិកជនហ្នឹងមានតាំងពីសម័យពុទ្ធកាលមកតែមិនបានធ្វើការងារដូចអាចារ្យយើងសពថ្ងៃហ្នឹងទេអត់ទេគ្រាន់តែជួយខ្នះខ្នែងកិច្ចការងារដែលជាប្រយោជន៍ដល់ភិក្ខុសង្ឃអីចឹងក្នុងវត្តហ្នឹងប៉ុន្តែថាក្រោយមកសួរថាកើតពីកាលណាហ្នឹងខ្ញុំក៏មិនបានដឹងពេលវេលាសម័យដែលថាអារាមិកជនហ្នឹងคลายមកជាអាចារ្យវត្តដូចរាល់ថ្ងៃហ្នឹងសម័យណាខ្ញុំមិនបានស្រាវជ្រាវទេហ្នឹងប្រហែលជាមានច្បាប់ក្បួនគេចងក្រងពីប្រវត្តិហ្នឹងតែជាស្រ័យខ្ញុំមិនបានដឹងតែក្នុងវចនានុក្រមសម្ដេចសង្ឃរាជលោកថាតែអាចហៅអាចារ្យហ្នឹងទោះតែមានការតែងតាំងបោះឆ្នោតអីទទួលស្គាល់ពីមន្ត្រីរាជការអីផងបានគេហៅអាចារ្យយ៉ាងហ្នឹងណាហ្នឹងតាមច្បាប់ស្រុកទេសយើងច្បាប់ខ្មែរយើងនឹងឯងហ្នឹងហើយគេរៀបរចនាសម្ព័ន្ធនៅក្នុងវត្តអីចឹងណាបាទអញ្ចឹងម្ចាស់សំណួរក៏បីបានជ្រាបចឹងចុះហើយឈ្មោះអាចារ្យទាំង5ដែលខ្ញុំរៀបរាប់ហ្នឹងមាននៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាវ័យតែពាក្យថាអាចារ្យមកមើលទៅឃើញខ្ញុំរៀបរាប់មិញគេលោថាសរសេរមិនទាន់អីចឹងណាបាទប៉ិនសួរថាចុះបើកើតអាចារ្យដូចសពថ្ងៃឧទាហរណ៍ថានាំសូត្រធម៌អាចារ្យវត្តអីខុសទេមិនជាខុសទោះអីទេបើសិនបើដឹកនាំត្រូវចឹងណាបើដឹកនាំត្រូវគឺមិនខុសនឹងឯងត្រូវមិនខុសក្នុងន័យអីថាមនុស្សដ៏ច្រើនមិនដឹងកិច្ចទេត្រូវប្រគេនលោកយ៉ាងម៉េចត្រូវថ្វាយបង្គំព្រះយ៉ាងម៉េចរបស់ណាគួររបស់ណាមិនគួរប្រគេនអីចឹងទៅមានបុគ្គលមួយហ្នឹងជាអ្នកណែនាំជាអ្នកនាំកម្មវិធីអីចឹងទៅក៏មិនជាតោះខុសអីដែរហ្នឹងហើយបើពាក់ព័ន្ធនឹងដេញពលាដេញអីនោះមិនមានក្នុងពុទ្ធសាសនាទេទោះសម័យបច្ចុប្បន្នហ្នឹងក៏មិនគួររាប់បញ្ចូលថាមាននៅក្នុងពុទ្ធសាសនាដែរពីព្រោះព្រះបរមគ្រូត្រាស់ថាសនខតាំងសមង្គលំសុពភាតាំងសុហតេតាំងសុខេណោសមហតោចសយិតាំងព្រះមចារីសោពេលណាក៏ដោយឲ្យទេសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវាចាចិត្តពេលនោះឯងជាពេលល្អជាអ្នកខិតរឹកល្អជាពេលនៃអរុណរះល្អហើយដូច្នេះពាក្យថាអាចារ្យដេញពលាថ្ងៃនេះថ្ងៃនោះទោះសម័យព្រះក៏មិនមានហើយសម័យនេះវាយើងចង់ធ្វើឲ្យត្រឹមត្រូវនឹងមិនគួរឲ្យមានដែរនៅក្នុងព្រះពុទ្ធសាសនាតែនៅក្នុងទម្លាប់ជំនឿអីអាហ្នឹងរឿងរបស់គេប៉ុន្តែថាឲ្យវាត្រឹមត្រូវក្នុងពុទ្ធសាសនាអត់ត្រូវទេបាទតែបើត្រឹមតែអាចារ្យនាំសូត្រធម៌នាំវេនាំប្រគេននាំអីមិនខុសតោះអីទេបាទអញ្ចឹងជម្រាបជូនប៉ុណ្ណឹងសូមនមស្ការលានិងជម្រាបលា